ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះ boost view វីដេអូ Facebook ជាមួយនឹង website JSMM មិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូរៀលនោះទេគឺបងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដូចគ្នាហើយធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ Facebook របស់បងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនដោយប្រើពេលត្រឹមតែរយៈពេលខ្លីដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចូលឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនតើដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower page like bo follower group member post like post reaction post share page review នៅមានច្រើនទៀតបងប្អូនដូចជា video view real view comment like live stream view គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់បង្កើនចំនួន view វីដេអូ Facebook បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook video view ក៏បាន Facebook view play ក៏បានឬក៏ Facebook real view ក៏បានឬក៏ Facebook video real view ក៏បានដែរបងប្អូនសម្រាប់សេវាកម្មទាំងអស់នេះគឺសុទ្ធតែតាក់ទងទៅនឹងវីដេអូ view ទាំងអស់ដូច្នេះហើយបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនក៏ប៉ុន្តែសូមបញ្ជាក់បងប្អូនផងដែរថាប្រសិនបើបងប្អូនចង់ boost ចំនួន view នៅលើវីដេអូធម្មតាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook video view បានហើយប្រសិនបើវីដេអូរបស់បងប្អូនជាប្រភេទវីដេអូ real បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook real view បានក៏ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook video real viewដោយសារតែសេវាកម្មមួយនឹងមិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូរៀលនោះទេគឺបងប្អូនអាច boost ចំនួន view បានដូចគ្នាបងប្អូនហើយនៅក្នុងថ្ងៃនេះក៏ខ្ញុំជ្រើសរើសទៅលើសេវាកម្មមួយនឹងដូចគ្នាបន្ទាប់ពីបងប្អូនបានជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងហ្នឹងគឺវាមាន4 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមានសេវាដូចជា Facebook View Real Video 50k ក្នុងមួយថ្ងៃ Facebook View Real Video All Link Non Drop 100k ក្នុងមួយថ្ងៃ Facebook View Real Video 3 second 20k ក្នុងមួយថ្ងៃនិងសេវា Facebook Video Real View Spend 100k ក្នុងមួយថ្ងៃហើយចំពោះរាល់សេវាទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងដោយដែលបងប្អូនបានឃើញអញ្ចឹងបងប្អូនដូចសេវាទី1តម្លៃសេវាកម្មស្មើនឹង 0.13 សេនក្នុង 1000 viewហើយសេវាទី2តម្លៃសេវាកម្ម 0.16 សេននៅក្នុង 1000 view ហើយសេវាទី3តម្លៃសេវាកម្ម 0.23 សេននៅក្នុង 1000 view ចំណែកឯសេវាទី4គឺតម្លៃសេវាកម្ម 0.16 សេននៅក្នុង 1000 view ហើយចំពោះតម្លៃសេវាកម្មទាំង4សេវានេះគឺមិនត្រឹមតែមានតម្លៃសមរម្យទេបងប្អូនចំណែកឯ quality វិញគឺធានាគុណភាពជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសេវាមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាមួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសទៅលើសេវាដែលមានលេខកូដ451បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវារួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសេវាហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូរបស់បងប្អូនចូលដើម្បីទាញយក link វីដេអូរបស់បងប្អូនបានបងប្អូនចូលទៅកាន់វីដេអូរបស់បងប្អូនជាមុនសិននៅលើវីដេអូរបស់បងប្អូននឹងឃើញមានចំណុចត្រេះ3តូចបងប្អូនអាចចុចចូលទៅលើត្រេះ3តូចនឹងក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា share នៅខាងក្រោមនេះក៏បានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាន
នៅពេលដែលបងប្អូនបាន copy link វីដេអូរបស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ Facebook របស់បងប្អូនចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ប៊ូសនៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន100 view ហើយយ៉ាងច្រើនរហូតដល់50លាន view បងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់ប៊ូសទៅតាមតម្រូវការរបស់បងប្អូនបានហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមចំនួន100 view ចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100 view អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.016 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន view នៅខាងលើនឹងប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន view ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯរយៈពេល57នាទីដោយដែលបងប្អូនបានឃើញនឹងវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនមានន័យថាបន្ទាប់ពី57នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែជាក់ស្ដែងទៅគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនរយៈពេលត្រឹម5នាទីអីបងប្អូននឹងឃើញចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវិសទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ Facebook របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនចុចចូលជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅកន្លែងនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវិសដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ Facebook របស់បងប្អូនចំនួន view ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនបានធ្វើដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល57នាទីក៏ប៉ុន្តែជាក់ស្ដែងទៅគឺ5នាទីអីបងប្អូននឹងឃើញចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនកើនឡើងហើយបងប្អូនក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការប៊ូស view វីដេអូ Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ